ក្នុងលោកនេះអត់មានរបស់ណា free ទេញាតិញោមកើតឡើងពីសមត្ថភាពអាត្មាតែងតែលើកឡើងថារាល់សមិទ្ធផលនៃជីវិតដែលអ្នកទទួលបានជោគជ័យវាមិនមែនជារឿងចៃដន្យវាមិនមែនកើតឡើងព្រោះទេវតាអិនព្រំព្រះអាទិទេពអ្នកមានបុណ្យការអង្វរកពីទេវតាអិនព្រំណាមួយឡើយគឺវាផ្ដើមចេញពីសមត្ថភាពដែលអ្នកបានព្យាយាមហើយដោយប្រពៃតើនេះចឹងញាតិញោមណែសំបីតែការយល់ដឹងអំពីដំណើរនៃធម្មជាតិដែលជាមេរៀននៃការត្រាស់ដឹងឡើងរបស់ព្រះពុទ្ធអំពីច្បាប់កម្មផលនឹងដូចគ្នាវាមិនមែនអង្គុយដាក់លុយ1000ហើយបានបញ្ញាទេគ្មានទេចៃស្រាប់តែបានការចេះដឹងពីធម៌នោះក៏ទេដែរគ្មានការ free ទេមានតែការប្រឹងប្រែងតែប៉ុណ្ណោះកតិបណ្ឌិតមួយបានលើកឡើងថាមានតែទឹកភ្លៀងទេដែលធ្លាក់ពីលើមេឃដតីក្រៅពីទឹកភ្លៀងគឺมันអាចធ្លាក់ពីលើមេឃឡើយជាការចង់បញ្ជាក់ថាសមត្ថភាពសមិទ្ធផលគ្រប់យ៉ាងដែលអ្នកទទួលបានកើតឡើងចេញអំពីមួយបូកពីបុណ្យរបស់យើងពីអតីតហើយនឹងប្រយោគបច្ចុប្បន្នគឺការប្រឹងប្រែងព្យាយាម